សួស្តីពីមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្ដែងសាច់រឿង anime របស់មានជាបន្តទៀតហើយទីនេះដែរយើងនឹងបន្តសាច់រឿងរបស់យើងនៅក្នុងភាគបន្ទាប់ផងដែរសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តការសម្ដែងសាច់រឿងនេះនិងចូលចុច like subscribe និងដាក់សញ្ញាកណ្ដឹងឲ្យមានម្នាក់មួយហើយមានក៏សូមអរគុណទៅដល់អ្នកដែលបាន donate ឲ្យមានការពីក្នុងវីដេអូមុនផងដែរជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាហើយសម្រាប់អ្នកដែលចង់ donate ឲ្យមានបន្តទៀតអាច donate មកបានតាមរយៈ QR code មួយនេះហើយកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងរបស់យើងទាំងអស់គ្នាក្រោយមកមីណាតូបានប្រើសមត្ថភាពខ្យល់របស់គាត់ដើម្បីបញ្ចប់ការសម្អាតស្លឹកឈើជ្រុះជុំវិញផ្ទះរបស់គាត់យ៉ាម៉ាកាមីនិយាយថាគាត់រីករាយពេលឃើញថាមីណាតូកាន់តែប្រសើរឡើងក្នុងការប្រើប្រាស់សមត្ថភាពរបស់គាត់មីណាតូនៅតែដាក់ខ្លួនចំពោះរឿងនេះហើយនិយាយថាគាត់នៅមិនហ៊ានប្រៀបធៀបខ្លួនគាត់ទៅនឹងហ្វូជីននៅឡើយទេទោះជាយ៉ាងណាក៏ដោយហ្វូជីនមិនយល់ស្របទេហើយនិយាយថាវាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់គាត់បង្ហាញថាមីណាតូកំពុងប្រើផ្លែផ្កានៃការវឹកហាត់របស់គាត់ហើយមីណាតូអរគុណហ្វូជីនចំពោះជំនួយគាត់នៅចង់វឹកហាត់បន្ថែមទៀតដូច្នេះហ្វូជីនប្រាប់គាត់ឲ្យប្រឹងប្រែងឲ្យអស់ពីសមត្ថភាពបន្ទាប់មកហ្វូជីនលេងសើចថាបើសិនបើគាត់បន្តធ្វើវានោះគាត់នឹងខ្លាំងគ្រប់គ្រាន់ដែលអាចពូបំបែកផ្ទះរបស់នរណាម្នាក់ដែលគាត់មិនចូលចិត្តដាច់ជាពីរបានមីណាតូបញ្ញាបដិសេធថាគាត់មិនមែនជាមនុស្សឆេវឆាវខ្លាំងបែបនោះទេបន្ទាប់មករ៉ៃជីនឆ្ងល់ថាតើគាត់គួរតែផ្ដល់ធម៌ពលរបស់គាត់ដល់មីណាតូដែរទេប៉ុន្តែមីណាតូបដិសេធដោយសុភាពបន្ទាប់មកមីណាតូឆ្ងល់ថាតើសម្ពោចបាត់ទៅណាដូច្នេះយ៉ាម៉ាកាមីបង្ហាញថាពួកគេក៏កំពុងវឹកហាត់ផងដែរយើងឃើញថាសេរីបានប្រមូលផ្ដុំតូរីកានិងអ៊ុតស៊ូហ្គីសម្រាប់វគ្គវឹកហាត់ផ្ទាល់ខ្លួនរបស់ពួកគេសេរីបញ្យល់ថាអ្វីដែលពួកគេខ្វះខាតគឺភាពរឹងមាំផ្លូវចិត្តហើយពួកគេត្រូវតែប្រឈមមុខនឹងខ្លួនឯងនាងប្រកាសថាពួកគេនឹងចាប់ផ្ដើមដោយការធ្វើសមាធិភ្លាមៗយ៉ាម៉ាកាមីបញ្យល់ថានៅពេលដែលពួកគេបានជួបប្រទះនឹងភាពមិនបរិសុទ្ធនៅលើភ្នំជាមួយមីណាតូពួកគេគ្មានប្រយោជន៍ទាំងស្រុងហើយរឿងនោះប្រកាសជារំខានពួកគេយ៉ាងខ្លាំងមីណាតូរំជួលចិត្តពេលឃើញថាសម្ពោចទាំងនោះក៏កំពុងខំប្រឹងផងដែរមួយសន្ទុះក្រោយមកគ្រប់គ្នាបានប្រមូលផ្ដុំគ្នានៅក្នុងសួនច្បារសម្រាប់ពេលវេលាដ៏ល្អជាមួយគ្នាមីណាតូបានឲ្យដំឡូងជ្វាដុតទៅយ៉ាម៉ាកាមីហើយយ៉ាម៉ាកាមីនិយាយថាការដុតវានៅក្នុងសួនច្បារធ្វើឲ្យវាមានភាពតាក់ទាញតខ្លួនរបស់វាមីណាតូយល់ស្របហើយគាត់បានសួរនាគថាតើវាគិតយ៉ាងណាដែរយ៉ាម៉ាកាមីបកប្រែហើយនិយាយថាអូរីយ៉ូយល់ថាវាឆ្ងាញ់ណាស់បន្ទាប់មកមីណាតូសម្គាល់ឃើញថារៃគីចូលចិត្តដំឡូងផ្អែមជាងដំឡូងដុតដូច្នេះគាត់ក៏ប្រាប់រៃគីឲ្យរីករាយបន្ទាប់មកមីណាតូប្រាប់ហ្វូជីននិងរ៉ៃជីនឲ្យរកអីញ៉ាំដោយខ្លួនឯងរ៉ៃជីននិយាយថាពួកគេអាចធ្វើដំឡូងដុតនៅពេលណាក៏បានដូច្នេះហ្វូជីនក៏សូមបង្ហាញមីណាតូពីរបៀបដែលពួកគេធ្វើវាបន្ទាប់មករ៉ៃជីនបានប្រើផ្លេបន្ទោរបស់គាត់ដើម្បីដុតដំឡូងប៉ុន្តែលទ្ធផលមិនមែនជាអ្វីដែលមីណាតូបានសង្ឃឹមនោះទេវាបានខ្លោចទាំងអស់ហើយរ៉ៃជីនប្រាប់គាត់កុំឲ្យប្រកាន់រឿងតូចតាចនេះភ្លាមនោះគីរិនក៏បានបង្ហាញខ្លួនហើយមីណាតូភ្ញាក់ផ្អើលដែលបានឃើញគាត់ត្រឡប់មកពីការធ្វើដំណើរជុំវិញពិភពលោកវិញមីណាតូអរគុណគាត់ដែលតែងតែយកផ្លែឈើកម្រមកជាមួយហើយគាត់បានអញ្ជើញគីរិនឲ្យចូលរួមញ៉ាំដំឡូងដុតជាមួយនឹងពួកគេដែរទោះជាយ៉ាងណាក៏ដោយគីរិនស្ទាក់ស្ទើរហើយតាមទស្សនៈរបស់គាត់កំពុងគិតអំពីរឿងដែលមនុស្សបានដុតពូជសាសន៍ផ្ទាល់ខ្លួនរបស់ពួកគេតាំងពីសម័យបុរាណមកគាត់នៅតែមើលឃើញមីណាតូជាមនុស្សគួរឲ្យខ្លាចដូច្នេះគាត់ភ័យខ្លាចថាមីណាតូអាចនឹងប្រព្រឹត្តដូចគ្នាដាក់គាត់ដែរមីណាតូមិនអាចយល់បានច្បាស់ថាហេតុអ្វីបានជាគីរិនមិនចូលរួមជាមួយពួកគេទេប៉ុន្តែយ៉ាម៉ាកាមីបង្ហាញថាគីរិនពិតជាចូលចិត្តស្រាបៀរមីណាតូបានកត់ចំណាំនៅក្នុងចិត្តដើម្បីត្រៀមខ្លួនរួចរាល់នៅពេលក្រោយដែលគីរិនមកភ្លាមៗនោះកណ្ដឹងទ្វារបានរោហើយមីណាតូក៏ទៅបើកវាគាត់មានការភ្ញាក់ផ្អើលដែលបានឃើញហារីម៉ានៅមាត់ទ្វារហើយកាន់តែភ្ញាក់ផ្អើលចំពោះស្ថានភាពដែលហារីម៉ាកំពុងតែមានហារីម៉ាកំពុងអស់កម្លាំងទាំងស្រុងហើយគាត់ស្ទើរតែមិនអាចឈរបានមីណាតូបាននាំគាត់ចូលទៅខាងក្នុងហើយហារីម៉ាក៏សម្គាល់ភ្លាមៗថាសម្ពាធនៅជុំវិញផ្ទះរបស់មីណាតូនៅថ្ងៃនេះកាន់តែខ្លាំងជាងធម្មតាទៅទៀតវាដោយសារតែវិញ្ញាណទាំងអស់ដែលរស់នៅទីនេះប៉ុន្តែមីណាតូប្រាប់គាត់ថាគាត់គ្រាន់តែសម័យវាប៉ុណ្ណោះមីណាតូរំលងរឿងនេះហើយហារីម៉ាក៏និយាយត្រង់គាត់មានការពឹងពាក់ពិសេសមួយហើយមីណាតូប្រាប់គាត់ឲ្យនិយាយដរាបណាវាជាអ្វីមួយដែលគាត់ពិតជាអាចធ្វើបានហារីម៉ាបញ្យល់ថាមានវិញ្ញាណអាក្រក់មួយដែលមានថាមពលខ្លាំងដែលក្រុមទាំងមូលរបស់គាត់មិនអាចកម្ចាត់វាបានគាត់កំពុងសុំឲ្យមីណាតូទៅកន្លែងណាមួយហើយកម្ចាត់វាដោយផ្ទាល់បន្ទាប់មកហារីម៉ាបញ្យល់ពីរឿងរ៉ាវទាំងមូលនៅពីក្រោយរឿងនោះគ្រប់យ៉ាងបានចាប់ផ្ដើមជាមួយនឹងតុក្កតាមួយដែលត្រូវបាននាំយកទៅវត្តមួយសម្រាប់ការបន្សុទ្ធមនុស្សដែលមានថាមពលបន្សុទ្ធបានស្លាប់ទៅហើយដូច្នេះតុក្កតាមិនអាចត្រូវបានបន្សុទ្ធបានទេមុនពេលមាននរណាម្នាក់ដឹងថាមានរឿងអ្វីកំពុងកើតឡើងតុក្កតាបានប្រែក្លាយទៅជាវិញ្ញាណអាក្រក់ដ៏មានថាមពលមិនគួរជឿហារីម៉ាជឿថាអត្តសញ្ញាណពិតរបស់វិញ្ញាណអាក្រក់នោះដើមឡើយច្បាស់ជាព្រះណាមួយការរំខានរបស់វិញ្ញាណអាក្រក់នោះបង្កឡើងគឺលើសលប់ខ្លាំងដែលសូម្បីតែអ្នកកម្ចាត់វិញ្ញាណអាក្រក់ដែលទទួលបានការបណ្ដុះបណ្ដាលដូចជាហារីម៉ានិងសហការីរបស់គាត់ក៏មិនអាចចូលទៅចិត្តវាបានដែរមានអតោឆ្ងល់ថាហេតុអ្វីបានជាគាត់ត្រូវតែជាអ្នកដែលជួយហើយហារីម៉ាបញ្យល់ថាវត្តនោះស្ថិតនៅក្នុងកន្លែងពិសេសមួយដែលមិនមែនជាពិភពលោកនេះទេតាមរបៀបនេះវាស្តៀងទៅនឹងសួនច្បាររបស់មីណាតូដែរ
ដោយសារតែមីណាតូអាចរស់នៅទីនេះបានហើយត្រូវបានកន្លែងនេះទទួលយកដូច្នេះហារីម៉ាជឿថាគាត់ប្រហែលជាអាចចូលទៅក្នុងពិភពលោកមួយទៀតជាកន្លែងដែលវិញ្ញាណអាក្រក់នោះកំពុងទម្លាក់ខ្លួនហារីម៉ាក៏បានបង្ហាញផងដែរថាមីណាតូហាក់ដូចជាអាចមើលឃើញព្រះនិងសត្វទេពដែលរស់នៅក្នុងផ្ទះនេះដែលជាភស្តុតាងនៃសមត្ថភាពពិសេសរបស់គាត់យ៉ាម៉ាកាមីបានលើរឿងនេះហើយគាត់មិនសប្បាយចិត្តនោះទេគាត់បង្ហាញវត្តមានរបស់គាត់តាមរបៀបដ៏អស្ចារ្យហើយគាត់ប្រាប់ហារីម៉ាឲ្យស្គាល់ពីកន្លែងរបស់គាត់កម្លាំងដែលហារីម៉ាមានអារម្មណ៍បានធ្វើឲ្យគាត់ភ័យខ្លាចហើយសូម្បីតែសម្ពោចក៏គិតថាយ៉ាម៉ាកាមីធ្វើហួសហេតុពេកដែរមីណាតូបញ្ញាប់ទៅពិនិត្យមើលហារីម៉ាហើយធានាគាត់ថាអ្វីៗមិនអីទេពេលហារីម៉ាស្ងប់អារម្មណ៍មីណាតូងាកទៅរកយ៉ាម៉ាកាមីហើយសួរថាតើគាត់អាចប្រើថាមពលរបស់គាត់ដើម្បីចូលទៅក្នុងពិភពលោកផ្សេងបានដែរទេយ៉ាម៉ាកាមីនិយាយថាគាត់អាចធ្វើបានដោយរំលឹកអ្នករាល់គ្នាថាគាត់គឺជាព្រះភ្នំមីណាតូធូរចិត្តពេលឮថាយ៉ាម៉ាកាមីនឹងជួយប៉ុន្តែយ៉ាម៉ាកាមីនិយាយថាមានលក្ខខណ្ឌមួយលក្ខខណ្ឌនោះគឺថាហារីម៉ានឹងត្រូវយកនំល្អៗមកហារីម៉ាយល់ព្រមហើយយ៉ាម៉ាកាមីរីករាយយ៉ាងខ្លាំងនៅពេលដែលគាត់បានភ្លក់វាគាត់និយាយថានំអង្ករនិងម្សៅសណ្តែកពីហាងនេះឆ្ងាញ់ណាស់ដោយបំពេញតាមលក្ខខណ្ឌរួចរាល់មីណាតូក៏រៀបចំខ្លួនចេញដំណើរទោះជាណាក៏ដោយយ៉ាម៉ាកាមីបង្ហាញថាខ្លួនគាត់ផ្ទាល់នឹងមិនទៅទេមីណាតូមានការងឿងឆ្ងល់ព្រោះគាត់គិតថាពួកគេនឹងប្រើថាមពលរបស់យ៉ាម៉ាកាមីដើម្បីទៅទីនោះជាមួយគ្នាយ៉ាម៉ាកាមីបញ្យល់ថាគាត់នឹងបញ្ជូនកូនចៅរបស់គាត់ទៅជំនួសគាត់ហើយពួកគេទាំង3នាក់ក៏បានបោះជំហានទៅមុខយ៉ាងទះសាពួកគេទៅតែបញ្ចប់ការបង្ហាត់របស់ពួកគេហើយពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញសេរីប្រកាសថាពួកគេមិនដូចពីមុនទេហើយតូរីកានិយាយថាពួកគេនឹងជួយមីណាតូឆ្លងកាត់រឿងនេះយ៉ាម៉ាកាមីបញ្យល់ថាបេសកកម្មប្រភេទនេះតូចតាចសម្រាប់គាត់ណាស់ហើយគាត់ចង់ឲ្យកូនចៅរបស់គាត់បង្ហាញពីផ្លែផ្កានៃការខិតខំប្រឹងប្រែងរបស់ពួកគេគ្រប់គ្នាស្រែកហូហើយមីណាតូនិយាយថាពួកគេពិតជាអាចពឹងពាក់បានគាត់ប្រាប់យ៉ាម៉ាកាមីនិងអ្នកផ្សេងទៀតឲ្យមើលថែផ្ទះពេលដែលគាត់មិននៅហើយពួកគេក៏ចាក់ចេញទៅពេលពួកគេទៅដល់ទីក្រុងមីណាតូដឹកនាំក្រុមហើយពួកគេព្យាយាមរកឲ្យឃើញថាតើពួកគេត្រូវទៅណាអ្វីៗចាប់ផ្ដើមខុសប្រក្រតីបន្តិចនៅពេលដែលអ្នកលក់ម្នាក់បានលក់នំផ្លែប៉ោមដុតថ្មីៗសម្ពោចបានបាត់បង់ការផ្ដោតអារម្មណ៍ភ្លាមៗហើយបញ្ញាប់ទៅភ្លក់វាពួកគេពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរសជាតិដ៏ឆ្ងាញ់របស់វាហើយពួកគេចាប់ផ្ដើមសរសើរអំពីវាមីណាតូប្រាប់ពួកគេឲ្យញ៉ាំឲ្យលឿនដើម្បីពួកគេអាចត្រឡប់ទៅវិញហើយទិញនំបន្ថែមទៀតយកទៅផ្ទះព្រាមនោះមីណាតូបានឃើញក្អែកមួយក្បាលនៅក្បែរនោះហើយសង្កេតឃើញថាវាហាក់ដូចជាកំពុងព្យាយាមបង្ហាញផ្លូវដល់ពួកគេគាត់ស្នើឲ្យដើរតាមវាហើយពិតណាស់វាបាននាំពួកគេតម្រង់ទៅច្រកចូលនៃពិភពលោកមួយផ្សេងទៀតវានៅមានចម្ងាយបន្តិចទៀតប៉ុណ្ណោះហើយមីណាតូនិយាយថាគាត់នឹងទៅមុនបរិយាកាសមានសភាពធ្ងន់ធ្ងរហើយសូម្បីតែក្អែកក៏នៅឆ្ងាយពីច្រកចូលដែរតូរីកាបង្ហាញថាវាជាធាតុមិនបរិសុទ្ធធ្ងន់ធ្ងរហើយសូម្បីតែមីណាតូដែលអាចមើលឃើញទៅរឿងល្អៗក៏អាចមានអារម្មណ៍ពីវាមួយផ្នែកផងដែរគាត់ទូរស័ព្ទទៅហារីម៉ាដើម្បីឲ្យហារីម៉ាដឹងថាពួកគេបានមកដល់ហើយហារីម៉ានិងក្រុមរបស់គាត់កំពុងរងចាំនៅច្រកទ្វារខាងក្រោយហើយពួកគេបញ្ជាក់ថាពួកគេមិនអាចចូលទៅជិតបានទេដោយសារតែអាំងតង់ស៊ីតេនៃធាតុមិនបរិសុទ្ធហារីម៉ាប្រាប់មីណាតូកុំបង្ខំខ្លួនឯងហើយប្រសិនបើអ្វីៗអាក្រក់ខ្លាំងនោះគាត់គួរទៅរត់ចេញមីណាតូបានរកឃើញថាគាត់មិនអាចសូម្បីតែប៉ះទ្វារបានខណៈពេលដែលវាបានឆក់គាត់នៅពេលដែលគាត់ព្យាយាមប៉ះវាសម្ពោចបានបង្កើតផ្លូវចូលដោយរុញទ្វារឲ្យបើកហើយពួកគេទាំងអស់គ្នាក៏ដើរចូលទៅជាមួយគ្នានៅខាងក្នុងពួកគេបានឃើញជនសង្ស័យសំខាន់កំពុងលាក់ខ្លួននៅខាងក្នុងផ្ទះមួយមុនពេលពួកគេអាចទៅដល់វាពួកគេត្រូវបានវងវិញ្ញាណវាយផាដែលហើរមករកពួកគេពីគ្រប់ទិសទីមានអន្តោប្រាប់អ្នករាល់គ្នាឲ្យនៅពីក្រោយគាត់ហើយគាត់ប្រើថាមពលរបស់គាត់ដើម្បីប្រយុទ្ធនឹងពួកវាតុក្កតាបិសាចកាន់តែច្រើនបានហោះចេញមកហើយគ្រប់គ្នាអាចប្រាប់បានថាអ្វីៗចិត្តប្រែជាអាក្រក់ហើយសម្ពោចក៏ចាប់ផ្ដើមប្រយុទ្ធដែរហើយការវឹកហាត់ដែលពួកគេបានធ្វើពិតជាទទួលបានផ្លែផ្កាពួកគេចាប់ផ្ដើមប្រយុទ្ធយ៉ាងមានប្រសិទ្ធភាពជាងមុនហើយពួកគេចាប់ផ្ដើមកម្ចាត់តុក្កតាទាំងនោះម្ដងមួយជាពិសេសអូតស៊ូហ្គីកំពុងតែមានពេលវេលាដ៏អស្ចារ្យហើយចាប់ផ្ដើមអបអរលឿនពេកសេរីនិងតូរីកាប្រមានគាត់កុំឲ្យធ្វើប្រហែសប៉ុន្តែតុក្កតាមួយបានវាយផាគាត់សម្ពោចផ្សេងទៀតចាប់ផ្ដើមប្រយុទ្ធហើយពួកគេបានជួយសង្គ្រោះមិត្តរបស់ពួកគេមីណាតូចាប់អូតស៊ូហ្គីហើយធ្វើឲ្យប្រកាសថាគ្រប់គ្នាមិនកាត់អីមុនពេលសម្រុកទៅមុខភ្លាវនោះតុក្កតាបិសាចសំខាន់ក៏បានចេញពីផ្ទះសំឡេងដែលវាបន្លឺឡើងគឺគួរឲ្យខ្លាចហើយបរិមាណនៃធាតុមិនបរិសុទ្ធដែលចេញពីវាគឺច្រើនលើសលប់សម្ពោចមានការញាប់ផ្អើលយ៉ាងខ្លាំងចំពោះភាពខ្លាំងក្លារបស់វាហើយតូរីកាឆ្ងល់ថាតើវាពិតជាអ្នកនៅពីក្រោយរឿងទាំងអស់នេះមែនទេសម្ពោចប្រកាសថាពួកគេត្រូវបញ្ចប់រឿងនេះឲ្យបានលឿនមុនពេលដែលនំផ្លែប៉ោមលក់អស់មីណាតូបង្ហាញការគ្រប់គ្រងថ្មីលើថាមពលរបស់គាត់ខណៈដែលគាត់ប្រើខ្យល់ដើម្បីគប់យ័ន្តរបស់គាត់ទៅលើតុក្កតាសត្រូវមួយនេះពិតជាមានថាមពលខ្លាំងខណៈដែលវាបំផ្លាញយ័ន្តរបស់គាត់ហើយវាផាសម្ពោចទាំងអស់ក្នុងពេលតែមួយបន្ទាប់មកវាអាចចាប់មីណាតូបានហើយគាត់ឃើញថាគាត់កំពុងជួបបញ្ហាធ្ងន់ធ្ងរគាត់ស្ទើរតែមិនអាចទប់ទល់បានហើយនៅក្នុងចិត្តរបស់គាត់បានស្រែកហៅយ៉ាម៉ាកាមីភ្លាមនោះសម្ពោចបានស្ទុះទៅក្បែរមីណាតូហើយប្រាប់គាត់ឲ្យតាំងស្មារតីឡើងពួកគេនៅទីនេះសម្រាប់គាត់ហើយពួកគេមិនចាក់ចេញដោយគ្មានគាត់ទេភ្លាមនោះសំឡេងក្រហមបានបន្លឺឡើងពីពេញទីនោះហើយសម្ពោចស្គាល់វាភ្លាមថាវាជាសំឡេងរបស់យ៉ាម៉ាកាមីកំពុងមើលពីចម្ងាយហើយគាត់បានបញ្ជូនថាមពលទៅឲ្យសម្ពោចពីចម្ងាយ
រឿងនេះផ្ដល់ឲ្យពួកគេនៅថាអំពើគ្រប់គ្រាន់ដើម្បីរុញតុក្កតាបិសាចថយក្រោយវិញហើយពួកគេក៏បានរំដោះខ្លួនមីណាតូបន្ទាប់មកមីណាតូប្រើជក់ទឹកថ្នាំរបស់គាត់ដើម្បីសរសេរលើតុក្កតាហើយពីទីបំផុតគាត់ក៏បានដោះលែងវាពីធាតុមិនបរិសុទ្ធចាក់កសោល្បីគ្រប់យ៉ាងមិនទាន់ត្រូវបានកម្ចាត់នៅឡើយទេព្រោះនៅមានថាមពលអាក្រក់ជាច្រើនចេញមកពីក្នុងផ្ទះនៅខាងក្នុងពួកគេបានរកឃើញមូលហេតុពិតនៃអ្វីគ្រប់យ៉ាងដែលកំពុងកើតឡើងសម្ពុជបញ្យោថាវាគឺជាអតីតព្រះភ្នំហើយវាហាក់ដូចជាមានការឈឺចាប់យ៉ាងខ្លាំងរឿងនេះនឹងចប់នៅពេលដែលមីណាតូបន្សុទ្ធវាមីណាតូឃើញថាគាត់អស់យ័ន្តទៅហើយប៉ុន្តែគាត់ចាំថាគាត់នៅមានសភៅកត់ត្រារបស់គាត់ចាប់ផ្ដើមសរសេរយ័ន្តថ្មីយ៉ាងលឿនហើយព្យាយាមប្រើវាលើវិញ្ញាណអាក្រក់នោះចាក់កសោលវាមិនដំណើរការទេដូច្នេះគាត់ក៏ស្វែងរកអ្វីផ្សេងទៀតដែលគាត់អាចប្រើបានភ្លាមៗនោះពិភពលោកនោះចាប់ផ្ដើមប្រេះនិងបែកបាក់ជុំវិញពួកគេអូស៊ូគីស្រាប់តែសម្គាល់ឃើញថាមីណាតូមានស្លឹកឈើនៅលើគាត់ហើយបង្ហាញវាដោយរំភើបមីណាតូមើលទៅក្រោមហើយដឹងថាវាជាស្លឹកឈើពីដើមឈើគូស៊ូណូគីសេរីបង្ហាញភ្លាមៗថាដោយសារគូស៊ូណូគីគឺជាដើមឈើពិសិដ្ឋនោះស្លឹករបស់វាក៏ច្បាស់ជាមានថាមពលផងដែរមីណាតូដឹងថានេះជាអ្វីដែលគាត់ត្រូវការទោះបីជាគាត់ហត់នឿយហើយចិត្តដួលហើយក៏ដោយតែគាត់ប្រាប់ខ្លួនឯងថាគាត់នឹងឃើញរឿងនេះបញ្ចប់គាត់សរសេរឈ្មោះគ្រួសាររបស់គាត់នៅលើស្លឹកឈើគូស៊ូណូគីហើយប្រើវាប្រឆាំងនឹងវិញ្ញាណអាក្រក់វាបានបញ្ចេញថាមពលដ៏ខ្លាំងក្លាហើយនៅទីបំផុតវិញ្ញាណអាក្រក់ក៏ត្រូវបានបន្សុទ្ធជាកសលពួកគេចិត្តអស់ពេលវេលាហើយដោយសារតែពិភពលោកនេះរៀបនឹងដួលលំហើយនៅខាងក្រៅហារីម៉ាមានការព្រួយបារម្ភអំពីមីណាតូហើយក្រុមរបស់គាត់ត្រូវបញ្ឈប់គាត់ពីការបន្ថយជីវិតរបស់គាត់ដើម្បីជួយសង្គ្រោះមីណាតូត្រឡប់មកខាងក្នុងវិញមីណាតូនឹងសម្ពោយរត់គេចខ្លួនដើម្បីរក្សាជីវិតរបស់ពួកគេក្នុងអត្រានេះពួកគេនឹងបាត់ខ្លួនជាមួយនឹងពិភពលោកនេះដូច្នេះពួកគេត្រូវរត់ត្រឡប់ច្រកចេញភ្លាមៗនោះដើមឈើដ៏ធំមួយរៀបនឹងសង្កត់ពួកគេប៉ុន្តែមានអ្វីមួយបានធ្វើឲ្យវាបាក់ជាពីរជាកសលមីណាតូនៅតែធ្លាក់ចូលទៅក្នុងស្នាមប្រេះដ៏ធំមួយពេលពួកគេភ្ញាក់ឡើងពួកគេដឹងថាពួកគេបានត្រឡប់ទៅពិភពលោករបស់ពួកគេវិញអូស៊ូគីស្រែកហូខណៈដែលតូរីកាឆ្ងល់ថាតើពួកគេអាចរត់គេចខ្លួនបានដោយរបៀបណាភ្លាមៗនោះហ្វូជីននិងរ៉ៃជីនបង្ហាញថាពួកគេជាអ្នកដែលបានជួយមីណាតូនិងសម្ពោចត្រឡប់មកផ្ទះវិញហារីម៉ាបានមករកមីណាតូហើយអរគុណមីណាតូដោយស្មោះមីណាតូនិយាយថាគាត់រីករាយដែលគាត់អាចជួយបានហើយហារីម៉ាសូមឲ្យមីណាតូអរគុណដល់ព្រះផងដែរមីណាតូអរគុណហារីម៉ាដែលតែងតែមានចិត្តល្អហើយគាត់បានអញ្ជើញហារីម៉ាឲ្យនៅញ៉ាំសាច់អាំងសិនទោះជាណាក៏ដោយហារីម៉ាបញ្ញាប់ដូច្នេះគាត់ត្រូវតែបដិសេធហើយក៏ចាក់ចេញទៅនៅក្នុងសួនច្បារយ៉ាម៉ាកាមីចូលចិត្តនំរបស់គាត់ហើយប្រកាសម្ដងទៀតថាម្សៅសណ្តែកម៉ត់នឹងជំនួសដុំធំៗនៅថ្ងៃណាមួយមីណាតូប្រកាសថាហារីម៉ាបានផ្ញើនំមកឲ្យគ្រប់គ្នាដូច្នេះសម្ពោចទាំងអស់ក៏បានមកជុំគ្នាទាំងរំភើបមីណាតូឲ្យស្រាត្រជាក់ទៅហ្វូជីននិងរ៉ាជីនហើយពួកគេទទួលយកវាដោយរីករាយភ្លាមនោះគីរីនបានបង្ហាញខ្លួននៅក្បែរនោះហើយមីណាតូបានស្រែកហៅគាត់មីណាតូប្រាប់គីរីនថាគាត់បានត្រៀមស្រាបៀររួចរាល់សម្រាប់គីរីនដោយដែលគាត់បានសន្យាហើយគាត់បានអញ្ជើញគីរីនឲ្យចូលរួមជាមួយគ្រប់គ្នាគីរីនចាប់អារម្មណ៍ភ្លាមៗនៅពេលដែលគាត់ឮពាក្យថាស្រាបៀរហើយគាត់បានចូលមកចិត្តជាលើកដំបូងទោះជាណាក៏ដោយរឿងនេះមិនសមស្របនឹងរៃគីនិងអូរីយូទេព្រោះពួកគេចំណាំផ្លែឈើដែលគីរីនធ្លាប់បានយកមកជាមួយនឹងគាត់ពួកគេចូលទៅក្នុងសមរភូមិដ៏ខ្លាំងក្លាខណៈដែលពួកគេបោះផ្លែឈើនោះទៅវិញទៅមករៃគីប្រាប់គីរីនទាំងកំហឹងថាកុំយកសម្រាមចូលមកក្នុងសួនច្បារពិសិដ្ឋហើយអូរីយូយល់ស្របថាគាត់មិនអាចទ្រាំនឹងក្លិនស្អុយនោះបានទេគីរីនមិនព្រមឲ្យពួកគេប្រមាថវាទេហើយគាត់ទទូចថាវាជាផ្លែឈើដ៏គួរឲ្យគោរពការឆ្លោះប្រកែកគ្នានៅតែបន្តដោយពួកគេទាំង3នាក់បោះផ្លែឈើនោះទៅវិញទៅមកហើយគ្មាននរណាម្នាក់ចង់ដកថយឡើយខណៈដែលរឿងទាំងនេះកើតឡើងមីណាតូបានដើរទៅអរគុណដើមឈើគូស៊ូណូគីស្ងាត់ចំពោះស្លឹកដែលវាបានផ្ដល់ឲ្យអូស៊ូគីសង្កេតឃើញថាមានអ្វីមួយកំពុងកើតឡើងចំពោះត្បូងដែលពួកគេបានបន្សុទ្ធហើយបានបង្ហាញវាទៅកាន់អ្នកផ្សេងទៀតវាមិនបានធ្វើអ្វីច្រើនទេចាប់តាំងពីពួកគេបានយកវាមកទីនេះប៉ុន្តែវាចាប់ផ្ដើមភ្លឺនៅពេលដែលពន្លឺរលត់បាត់កូនមន់តូចមួយបានចេញមកយ៉ាម៉ាកាមីប្រកាសថានេះជាវិញ្ញាណចុងក្រោយក្នុងចំណោមវិញ្ញាណទាំង4ហើយឈ្មោះរបស់វាគឺហូត្រូវបានវិញ្ញាណអាក្រក់ចូលសន្ធិដ្ឋហើយឥឡូវនេះវាបានរួចផុតពីគ្រោះថ្នាក់ហើយដោយសារមីណាតូសម្លឹងមើលកូនមន់តូចនោះហើយគាត់រំភើបយ៉ាងខ្លាំងចំពោះរូបរាងដ៏ខ្ជូតរបស់វាមីណាតូប្រាប់ហូថាគាត់រីករាយដែលពួកគេអាចជួយបានហើយគាត់ស្វាគមន៍ហូយ៉ាងកក់ក្ដៅមកកាន់សួនច្បារហើយសាច់រឿងរបស់យើងនៅក្នុងភាគនេះក៏បានមកដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តការសម្រាយសាច់រឿងនេះនិងចូលចិត្ត like subscribe ដាក់សញ្ញាកណ្ដឹងងាំពីម្នាក់មួយអរគុណអ្នកទាំងអស់គ្នាហើយមានជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀតបាយបាយ